ប្រវត្តិប្រាសាទបាយ័នប្រាសាទបាយ័នគឺជាប្រាសាទខ្មែរដែលប្រកបដោយក្បូរក្បាច់រចនាដ៏ល្អវិសេសដែលទាក់ទងទៅនឹងព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាប្រាសាទបាយ័នត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី12ឬដើមសតវត្សទី13ជាស្នាមព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះកសាងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយានដែលមានទីតាំងស្ថិតនៅក្នុងក្រុងអង្គរប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្ដាលនៃរាជធានីអង្គរធំប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី12និងដើមសតវត្សទី13ប្រាសាទបាយ័នមានតួប៉មនីមួយមានមុខ4ដែលមានកំពូល49និងកំពូលខ្លោងទ្វារចូល5ទៀតសរុបទាំងអស់មានចំនួន54កំពូលដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង54នៅក្នុងសម័យកាលនោះជាន់ទី1និងជាន់ទី2មានថែវដែលមានចម្លាក់ដ៏ល្អវិចិត្រប្រាំងនៅកណ្ដាល16និងស្ថិតនៅជាន់ទី3មានរាងជាកាកបាទសំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញទាំងថែវផ្លូវដើរនិងកាំជណ្ដើរក្រៅពីទឹកមុខដ៏ស្នាមញញឹមនៃរូបបាយ័នប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណិតដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុងនិងខាងក្រៅរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសម័យអង្គរមានទាំងផ្សារការនេសាទពិធីបុណ្យល្បែងប្រដាល់និងជល់មាន់លាក់និងលាក់ជាងនេះទៅទៀតមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចម្បាំងនិងព្យុហយាត្រាជាដើមចំណែកចម្លាក់គឺឆ្លាក់បានជ្រៅជាងនៅប្រាសាទអង្គរវត្តដែលមានលក្ខណៈសាមញ្ញទិដ្ឋភាពនៃចម្លាក់បង្ហាញដោយផ្ទាំងតាមជួរដែលមាន2ឬ3ជួរចំពោះពាក្យថាបាយ័ននេះអ្នកគ្រូពៅសៅរស់ក៏បានលើកយកគំនិតរបស់លោកបាសេលីយេដែលបានកំណត់លើឫសនៃពាក្យនេះដោយបានលើកឡើងថាបាយ័នជាស្នាមព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី7ដែលបានកសាងនៅក្នុងប្លង់ខុសគេមានរាងមូលដែលរំលឹកដល់យន្ត្រៈចំពោះពាក្យថាយន្ត្រៈគឺជាពាក្យបាលីសំស្ក្រឹតដែលមានន័យថាគ្រឿងប្រដាប់ដែលកម្រើកបានដោយកម្លាំងចក្រប្រកបគ្នាដូចជាយន្តដេរយន្តហោះធ្នេយន្តរថយន្តកម្លាំងយន្តដែលគំនិតខាងលើនេះមិនអាចយកជាការបានទេហើយអ្នកគ្រូពៅសៅរស់បានបន្ថែមទៅគំនិតរបស់លោកសេដេសដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័នជាមួយវជ្ជយន្តដែលនិយាយនៅក្នុងសិលាចារឹកវជ្ជយន្តគឺជាវាំងរបស់ព្រះឥន្ទបើតាមអត្ថបទល្បែងអង្គរវត្តដែលបានសរសេរឡើងនៅក្នុងសម័យកណ្ដាលគឺព្រះឥន្ទបានឲ្យព្រះពិស្ណុកាវិខ្វកមនៈចុះមកឋានកណ្ដាលដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលាដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរគឺពេជ្ជយន្តរតឬទេវជ្ជយន្តចំពោះអត្ថន័យនេះបើតាមទស្សនៈរបស់ជនជាតិខ្មែរនិងអន្តរជាតិមានមតិផ្សេងគ្នាដូចជារូបព្រំនេះមិនមែនជាព្រះព្រំក្នុងព្រហ្មញ្ញសាសនាទេរូបព្រំនេះតំណាងឲ្យអ្នកថែរក្សាទិសទាំង4ដែលគេហៅថាចតុលោកបាលគឺអ្នកដែលការពារទិសពិភពលោកមុខ4យាមទិសទាំង4នៃចក្រវាឡបើតាមលោកមីហ្សែលដ្រាណេពណ៌នាថាអ្នកនិពន្ធខ្លះយល់ថារូបទាំងអស់ដែលយើងមើលឃើញស្នាមញញឹមស្រស់រស់រាយរាក់ទាក់ពុទ្ធសាសនិកទាំងឡាយជារូបតំណាងឲ្យស្ដេចព្រះបាទជ័យវរ្ម័នទី7ខ្លួនឯងព្រោះលក្ខណៈរបស់ព្រះបាទជ័យវរ្ម័នទី7គឺជារូបសំណាកគង់ពេនភ្នែនក្នុងធានមុទ្រៈឬគង់សមាធិដែលគេហៅថាពុទ្ធរាជដែលជាព្រះពុទ្ធនិងជាស្ដេចផែនដីផងរីឯទស្សនៈមួយទៀតយល់ថាក្នុងចំណោមរូបទាំងអស់នេះព្រះបាទជ័យវរ្ម័នទី7ដែលកាន់ព្រះពុទ្ធសាសនាព្រះអង្គមានចិត្តអាណិតអាសូរករណានិងធម៌មេត្តាច្រើនដូច្នេះព្រះអង្គចង់ផ្សព្វផ្សាយទៅទិសទាំង4នៅព្រហ្មវិហារធម៌គឺមេត្តាសេចក្តីរាប់អានករណាសេចក្តីអាណិតឧបេក្ខាសេចក្តីស្មោះស្ម័គ្រនិងមុទិតាសេចក្តីត្រេកអរចំពោះមុខមួយវិញទៀតទិសទាំង4តំណាងឲ្យធាតុទាំង4ដែលមានធាតុខ្យល់ធាតុទឹកធាតុភ្លើងនិងធាតុដីព្រោះថាបើគ្មានធាតុទាំង4នេះទេមនុស្សមិនអាចរស់នៅបានឡើយព្រះបាទជ័យវរ្ម័នទី7ជានិមិត្តរូបនៃការវិលចុះឡើងរបស់ផែនដីបើយើងមើលពីព្រឹកថ្ងៃរះពីកើតមុខខាងលិចស្លាប់ចំណែកមុខចំហៀងសងខាង
ទៅតាមពេលវេលាទៅតាមខែនិងរដូវរបស់ស្រុកយើងនៅពេលខ្លះថ្ងៃដើរត្រង់ពីលើពេលខ្លះដើរឈៀងខាងត្បូងពេលខ្លះដើរឈៀងខាងជើងពេលខ្លះថ្ងៃរះផុតគឺមុខខាងជើងត្រូវពន្លឺថ្ងៃជាងខាងត្បូងម្លុកបន្តិចហើយខាងកើតថ្ងៃរះខាងលិចថ្ងៃលិចជាធម្មតាពេលយើងឡើងដល់ជាន់ទី3ហាក់បីដូចនៅកណ្ដាលវងមនុស្សច្រើនពេលនោះអាណាចក្រកម្ពុជាមានការច្របូកច្របល់ដោយសារសាសនាទើបប្រាសាទបាយ័នដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7បានបែងចែកជា3ដំណាក់កាលគឺការព្រះបាទជ័យវរ្ម័នទី7កាលរបស់ព្រះបាទយសោវរ្ម័នទី1និងការសៀមលើកទ័ពមកវាយលុកយកទីក្រុងអង្គរធំនៅឆ្នាំ1117ក្រោយមកព្រះបាទជ័យវរ្ម័នទី7បានទៅតស៊ូរំដោះជាតិក្នុងរយៈពេល4ឆ្នាំគឺបង្រួមជាតិផងរហូតដល់ឆ្នាំ1181ព្រះបាទជ័យវរ្ម័នទី7បានបណ្ដេញទ័ពចាមឈ្លានពានចេញពីក្រុងអង្គរធំទើបរៀបចំទីក្រុងនេះឡើងវិញនិងរៀបចំកសាងប្រាសាទតូចបន្ថែមលើសំណង់ចាស់ទើបប្រាសាទនេះទៅជាប្រាសាទក្នុងរជ្ជកាលរបស់ទ្រង់រួមសេចក្តីមកយើងសន្និដ្ឋានបានថាប្រាសាទបាយ័នកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះពោធិសត្វលោកេស្វរៈមានមុខ4ជាទីសំអាងក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយានប្រាសាទដែលឧទ្ទិសដល់ព្រះពុទ្ធសាសនាគេហៅថាព្រះពុទ្ធជ័យពុទ្ធមហានាថបានន័យថាជ័យតំណាងឲ្យព្រះបាទជ័យវរ្ម័នទី7ព្រះពុទ្ធតំណាងឲ្យអ្នករក្សាលោកព្រះភ័ក្ត្រទាំង4ដ៏ធំដែលស្ថិតនៅលើកំពូលទាំងឡាយនៃប្រាសាទបាយ័នដែលនៅប្រាំងកណ្ដាលឬប្រាំងប្រធានដែលពីដើមមានការគោរពបូជាព្រះពុទ្ធជ័យមហាយាននោះគឺពិតជាតំណាងឲ្យព្រះលោកេស្វរៈព្រះអង្គមានទឹកមុខញញឹមប្រឹមប្រៃបែរមុខមកឃើញហាក់ដូចជារងចាំភ្ញៀវយ៉ាងរាក់ទាក់មើលពីខាងណាក៏ដូចខាងណាឃើញស្នាមញញឹមប្រព្រាយនាំឲ្យយើងសប្បាយរីករាយនិងកោតស្ញប់ស្ញែងពីវីរភាពទេពកោសល្យនៃស្ថាបត្យករដូនតារបស់យើងគេបានប្រទះឃើញចម្លាក់ព្រះពុទ្ធប្រក់នាគស្ថិតនៅក្នុងឥរិយាបថគង់សមាធិនៅបាតអណ្ដូងដែលស្ថិតនៅចំកណ្ដាលប្រាង្គប្រាសាទបាយ័នកាលពីឆ្នាំ1932ចម្លាក់ព្រះពុទ្ធនេះបង្ហាញឲ្យដឹងថាផ្នត់គំនិតនយោបាយក្នុងសម័យព្រះបាទជ័យវរ្ម័នទី7កាលពីចុងសតវត្សទី12និងដើមសតវត្សទី13លោកបណ្ឌិតមីហ្សែលត្រាណេអ្នកឯកទេសខាងវប្បធម៌និងប្រវត្តិសាស្ត្របានមានប្រសាសន៍ឲ្យដឹងថាក្រៅពីការបង្ហាញនៅផ្នត់គំនិតនយោបាយរបស់ព្រះបាទជ័យវរ្ម័នទី7នាសតវត្សនោះចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀតគឺបង្ហាញពីការផ្លាស់ប្ដូរពីលទ្ធិទេវនិយមមកកាន់លទ្ធិពុទ្ធនិយមក្នុងរជ្ជកាលរបស់ព្រះអង្គព្រោះថាបល្ល័ង្កឬអទិទេពខាងព្រហ្មញ្ញសាសនាត្រូវបានជំនួសដោយរូបព្រះពុទ្ធបដិមាតំណាងឲ្យព្រះសម្មាសម្ពុទ្ធអង្គវិញដោយករណីចម្លាក់របស់ព្រះពុទ្ធខាងលើនេះជាដើមលោកបានបន្តទៀតថាការផ្លាស់ប្ដូរប្រព័ន្ធសាសនាខាងលើអាចគូសបញ្ជាក់តាមរយៈព្រះភ័ក្ត្ររបស់ព្រះអង្គដែលតំណាងឲ្យព្រះរូបរបស់ព្រះមហាវីរក្សត្រគឺព្រះបាទជ័យវរ្ម័នទី7នេះតែម្ដងនេះជាចំណុចយ៉ាងសំខាន់បំផុតតាមការស្រាវជ្រាវបុរាណវិទ្យានិងខាងសិលាចារឹកលោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថាការដែលគេឆ្លាក់រូបព្រះមហាក្សត្រក្រោមរូបភាពរបស់ព្រះពុទ្ធឬគេថ្វាយព្រះនាមព្រះមហាក្សត្រទៅជាព្រះពុទ្ធរូបឬជាប្រពៃណីទូទៅក្នុងសង្គមខ្មែរបុរាណប្រាង្គប្រាសាទបុរាណខ្មែរប្រកបដោយប្រណិតភាពនៃវិចិត្រកម្មនិងស្ថាបត្យកម្មល្អឯកត្រូវបានពពកបរោះខ្មែរយើងកសាងទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយចងចាំនៅភាពរុងរឿងនៃប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងនាមជាកូនខ្មែរយើងមានកាតព្វកិច្ចចូលរួមថែរក្សាអភិរក្សបណ្ដាសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្លួននិងបន្តលើកតម្កើងលើកកម្ពស់មោទនភាពជាតិនេះឲ្យកាន់តែខ្ពស់ឡើងជាលំដាប់តទៅ